ជាការពិតមិនថាតែរូបថតវីដេអូឯកសារផ្សេងៗនៅក្នុងទូរស័ព្ទដែលយើងមានយើងប្រកាសជាមិនចង់ឲ្យវាបាត់បង់ដោយប្រការណាមួយឡើយដូច្នេះហើយទើបខ្ញុំមកណែនាំពីវិធីរក្សារូបភាពវីដេអូឬឯកសារផ្សេងៗទៀតទុកនៅលើអាកាសដោយមិនបាច់ខ្លាចការបាត់បង់ទៀតនោះទេអញ្ចឹងបើសិនជាបងប្អូនចង់ដឹងពីគន្លឹះដែលខ្ញុំបានរៀបរាប់ខាងលើសូមទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបរក្សារូបភាពវីដេអូឬក៏ឯកសារផ្សេងៗទៀតដែលយើងមាននៅក្នុងទូរស័ព្ទដៃរបស់យើងកុំឲ្យមានការបាត់បង់ដោយប្រការណាមួយបាទយើងអាចថែរក្សាវាឲ្យបានគង់វង្សយូរអង្វែងបានដោយយើងលែងខ្លាចពីការបាត់បង់ទៀតហើយបាទវាមានភាពងាយស្រួលមែនតើនៅក្នុងពេលបច្ចុប្បន្ននេះអូខេអញ្ចឹងកុំឲ្យវែងឆ្ងាយយើងទៅដឹងពីគន្លឹះខ្លីមួយនឹងទាំងអស់គ្នាអ្វីដែលយើងត្រូវមានគឺកម្មវិធីនេះបាទកម្មវិធីថាសជាភាសាខ្មែរបើសិនជាភាសាអង់គ្លេសគេដាក់ថា Drive បាទ Google Drive ហ្នឹងជាទូទៅកម្មវិធីថាសឬក៏កម្មវិធី Google Drive ហ្នឹងវាមាននៅលើទូរស័ព្ទដៃប្រភេទ Android ស្រាប់ហើយប៉ុន្តែបើសិនជាបងប្អូនប្រើទូរស័ព្ទដៃ iPhone ឬក៏បងប្អូនប្រើ Android ដែរប៉ុន្តែវាអត់មានស្រាប់នៅក្នុងទូរស័ព្ទដៃរបស់យើងទេយើងអាចចូលមកក្នុងPlay Store ឬក៏ App Store បានដើម្បីធ្វើការ download ឬក៏ទាញយកវាបាទអញ្ចឹងយើងចូលមកក្នុង Play Store ឬក៏ App Store មកបាទបន្ទាប់មកទៀតបងប្អូនចុចកន្លែងសញ្ញា search ឬក៏សញ្ញាកែវពង្រីកនេះបាទចុចលេខហ្នឹងមកអូខេបន្ទាប់មកទៀតបងប្អូនត្រូវចុចទៅលើប្រអប់ search ឬក៏ cloud search នៅខាងលើនេះបាទចុចមកដើម្បីសរសេរឈ្មោះកម្មវិធីបាទអញ្ចឹងបើសិនជាទូរស័ព្ទដៃរបស់បងប្អូនប្រើភាសាខ្មែរបាទដូចទូរស័ព្ទដៃមួយនេះប្រើភាសាខ្មែរវាលោតពាក្យថាស្វែងរកតាមកម្មវិធីនិងហ្គេមបាទតែបើសិនជាទូរស័ព្ទដៃបងប្អូនប្រើភាសាអង់គ្លេសវាលោតភាសាអង់គ្លេសកន្លែងនេះអញ្ចឹងយើងត្រូវសរសេរជាភាសាអង់គ្លេសគេដាក់ថា Google Drive បាទសេ Google Drive មកហើយយើងចុច search បាទចុចទៅលើសញ្ញា search មកវានឹងឃើញហើយបាទនេះដោយសារតែទូរស័ព្ទដៃរបស់ខ្ញុំវាប្រើភាសាខ្មែរអញ្ចឹងគេដាក់ថា Google ថាសហើយយើងសរសេរជាភាសាខ្មែរក៏បានដែរយើងដាក់ថាថាសទេមកថតអាថាអក្សរមកបាទសេតែថាសមកហើយចុច search បាទឃើញដូចគ្នាអញ្ចឹងអត់មានអីពិបាកស្វែងរកទេកម្មវិធីមួយហ្នឹងណាបាទអញ្ចឹងបងប្អូនធ្វើការ install ឬក៏ដំឡើងវាមកដោយសារតែខ្ញុំបានតម្លើងស្រាប់ហើយកម្មវិធីហ្នឹងឥឡូវវាចេញកំណែអាប់ដេតតែខ្ញុំអត់ទាន់ចង់អាប់ដេតទេអញ្ចឹងខ្ញុំចូលទៅក្នុងកម្មវិធី Google Drive តែម្ដងបាទចុចកម្មវិធីមួយហ្នឹងបាទចូលមកដល់ត្រង់ចំណុចនេះមុននឹងបន្តទៅមុខទៀតខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនបន្តិចដើម្បីថែរក្សារូបភាពវីដេអូឬក៏ឯកសារផ្សេងៗដែលយើងមាននៅក្នុងទូរស័ព្ទដៃនឹងឲ្យបានយូរអង្វែងបងប្អូនត្រូវថែរក្សាGmail ដូចគ្នាបាទប្រភេទemail របស់ក្រុមហ៊ុន Google ដែលគេហៅថា Gmail ហ្នឹងយើងត្រូវថែរក្សាវាឲ្យបានល្អដូចគ្នាបើន័យថាយើងត្រូវដាក់ពាក្យសម្ងាត់ដែលខ្លាំងមានអក្សរមានលេខមាននិមិត្តសញ្ញាលាយជាមួយគ្នាអញ្ចឹងណាបាទហើយអ្វីដែលសំខាន់នោះគឺបងប្អូនត្រូវបើកមុខងារ 2FA បើន័យថាមុខងារ Two Factor បាទដូចទៅនឹងទៅនឹង Facebook អីហ្នឹងបាទវាគឺជាមុខងារចាក់សោ2ជាន់ឬក៏2តង់ហ្នឹងឯងបាទអញ្ចឹងចំពោះរបៀបការពារ account Gmail របស់យើងខ្ញុំបានធ្វើវីដេអូរួចហើយបងប្អូនអាច search ស្វែងរកបាននៅលើ YouTube បាទតែអញ្ចឹងឥឡូវយើងបន្តទៀតមកដល់ត្រង់ចំណុចនេះបងប្អូនដើម្បីអាចធ្វើការ upload រូបថតឬក៏វីដេអូបានបងប្អូនចុចកន្លែងសញ្ញាបូកនេះបាទហើយបើសិនជាបងប្អូនអត់ឃើញសញ្ញាបូកនៅកន្លែងនេះទេបងប្អូនត្រូវចុចមកកន្លែងឯកសារនេះសិនក៏បានបាទបើសិនជាអត់ឃើញណាតែបើសិនជាឃើញចុចមកបើអត់ឃើញយើងចុចឯកសារនេះមកបាទតោះមកយើងចុចសញ្ញាបូកនេះបាទចុចសញ្ញាបូកបន្តមកទៀតវាមានមុខងារច្រើនប៉ុន្តែខ្ញុំចង់ណែនាំបងប្អូនតែ2មុខងារនេះទេអានេះមុខងារបង្កើត folder សម្រាប់ទុកឯកសារជាក្រុមណារូបថតដាក់ដល់រូបថតវីដេអូដាក់ដល់វីដេអូឬក៏ឯកសារសំឡេងយើងដាក់ម្ដុំផ្សេងហ្នឹងទៅយើងបង្កើត folder ណាហើយមុខងារនេះគឺមុខងារសម្រាប់បង្ហោះរូបថតវីដេអូឯកសារផ្សេងៗហ្នឹងឯងមានន័យថាពាក្យថាបង្ហោះឬក៏ upload បាទអញ្ចឹងមុននឹងបងប្អូនធ្វើការបង្ហោះយើងត្រូវគួរតែបង្កើតថតឯកសារសិនបាទ
បើសិនជាបងប្អូនអត់ចង់បង្កើតថតឯកសារឬក៏ folder ហ្នឹងក៏បានដែរប៉ុន្តែវាធ្វើឲ្យរូបភាពរបស់យើងញ៉ៃញ៉ាយើងពិបាកស្វែងរកបាទសម្រាប់ខ្ញុំចង់បង្កើតថតឯកសារសិនបាទខ្ញុំចុចទៅលើថតឯកសារហើយយើងដាក់ចំណងជើងយើងទៅបាទយើងដាក់អក្សរខ្មែរក៏បានអង់គ្លេសក៏បានយើងដាក់ថារូបថតឬក៏រូបភាពអីចឹងមកស្អីទៅបងប្អូនដាក់បន្តមកទៀតយើងចុចពាក្យថាបង្កើតអូខេហើយបើសិនជាបងប្អូនចង់បង្កើត folder នឹងមួយទៀតឬក៏ច្រើនទៀតបងប្អូនចុចកន្លែងថ្មីកន្លែងសញ្ញាបូកនេះមួយទៀតមកបាទឥឡូវខ្ញុំបង្កើតមួយទៀតខ្ញុំចុចលើថតឯកសារខ្ញុំបង្កើតខ្ញុំដាក់ថាវីដេអូបាទខ្ញុំដាក់ទៅវីដេអូអញ្ចឹងមកហើយចុចបង្កើតអូខេអញ្ចឹងខ្ញុំបង្កើតតែប៉ុណ្្នឹងនេះរូបថតហើយនឹងវីដេអូដើម្បីផុសទៅលើកម្មវិធី Google Drive ហ្នឹងឲ្យវាជួយរក្សាទុករូបថតវីដេអូឬក៏ឯកសារផ្សេងៗទៀតដែលខ្ញុំមានណាបាទអូខេអញ្ចឹងដើម្បីផុសរូបឬក៏វីដេអូយើងជ្រើសរើសថតឯកសារមកយើងចង់ដាក់ទៅលើថតឯកសារឬក៏ folder មួយណាបាទអញ្ចឹងខ្ញុំផុសរូបភាពអញ្ចឹងខ្ញុំយកកន្លែងរូបថតនេះតែម្ដងអូខេចុចទៅលើរូបថត folder រូបថតហើយយើងចុចពាក្យថាថ្មីបាទចុចពាក្យថាថ្មីហើយម្ដងនេះយើងអត់យកចុចទៅលើថតឯកសារទេយើងយកពាក្យថាបង្ហោះអញ្ចឹងយើងបង្ហោះទុកនៅក្នុង folder រូបថតបាទអញ្ចឹងយើងចុចបង្ហោះតែម្ដងអញ្ចឹងកន្លែងនេះបើសិនជារូបភាពឬក៏វីដេអូរបស់យើងវារៀងទូចពេកបងប្អូនអាចចុចកន្លែងនេះក៏បានបាទចុចកន្លែងសញ្ញាកលានេះបាទចុចកន្លែងហ្នឹងមករូបភាពរបស់យើងនឹងរីកធំហើយបងប្អូនឃើញណាអូខេបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បង្ហោះរូបមួយនេះបាទខ្ញុំគ្រីសរូបមួយហ្នឹងហើយខ្ញុំស្គាល់ឲ្យជាប់បាទយើងចង់គ្រីសប្រហែលគ្រីសទៅតែចិត្តយើងទេបើសិនជាយើងចង់គ្រីសទាំងអស់បងប្អូនអាចចុចកន្លែងសញ្ញាចុច3នៅខាងលើនេះបាទចុចសញ្ញាចុច3ហើយចុចជ្រើសរើសទាំងអស់គ្រាន់តែថាបើយើងចុចជ្រើសរើសទាំងអស់អញ្ចឹងក្នុងករណីដែលរូបភាពរបស់យើងវាច្រើនឬក៏វីដេអូរបស់យើងវាច្រើនវាធ្វើឲ្យការបង្ហោះនោះវាចំណាយពេលយូរអញ្ចឹងណាបាទអញ្ចឹងយើងគ្រីសយកតែរូបណាសំខាន់ដែលយើងចង់រក្សាទុកទៅបានហើយបាទអញ្ចឹងខ្ញុំដោះគ្រីសចេញវិញខ្ញុំចុចសញ្ញាចុច3បាទហើយចុចដកការជ្រើសរើសទាំងអស់បាទខ្ញុំគ្រីសមួយផុសនេះមួយបាទហើយខាងក្រោមទៀតអូខេខាងក្រោមបាទខ្ញុំផុស4នេះសាកល្បងមើលសិនបាទអូខេបន្ទាប់ពីយើងគ្រីសហើយយើងចុចទៅលើពាក្យថាជ្រើសរើសកន្លែងនេះបើសិនជាវាលោតពាក្យថាកំពុងរងចាំ Wi-Fi អញ្ចឹងមានន័យថាវាអត់ផុសទេវាអត់ផុសលើទេតោះតែមាន Wi-Fi បានវាផុសវាគិតថាកុំឲ្យយើងចំណាយលុយទៅលើសេវាអ៊ីនធឺណិតចេញពីស៊ីមច្រើនពេកអញ្ចឹងណាបាទអញ្ចឹងដើម្បីអាចឲ្យវាធ្វើការបង្ហោះដោយមិនបាច់ភ្ជាប់ Wi-Fi បានបងប្អូនចុចថយសិនមកបាទចុចថយសិនហើយបងប្អូនចុចកន្លែងសញ្ញាត្រេក3នៅខាងលើគៀនខាងឆ្វេងនេះចុចសញ្ញាត្រេក3ហើយបងប្អូនយកការកំណត់ឬក៏ setting បន្តមកទៀតបងប្អូនអូសចុះមកក្រោមបងប្អូននឹងឃើញពាក្យថាផ្ទេរឯកសារតែនៅលើ Wi-Fi ប៉ុណ្ណោះអញ្ចឹងបើសិនជាយើងបើកកុងតាក់ហ្នឹងយើងអត់អាចផ្ទេរឯកសារដោយប្រើអ៊ីនធឺណិតចេញពីស៊ីមបានទេព្រោះតែយើងបិទកន្លែងកុងតាក់ហ្នឹងទើបយើងអាចប្រើធ្វើការអាប់ឡូតរូបភាពឬក៏វីដេអូរបស់យើងដោយប្រើអ៊ីនធឺណិតចេញពីស៊ីមរបស់យើងបានអញ្ចឹងខ្ញុំចុចបិទកុងតាក់នេះសិនបាទចុចបិទកុងតាក់ហើយយើងចុចយល់ព្រមបាទអូខេអញ្ចឹងយើងឃើញថាកុងតាក់របស់យើងត្រូវបានបិទហើយយើងធ្វើការចុចថយចេញមកវិញមកហើយយើងចូលទៅរក folder ណាដែលយើងផុសចូលមិញខ្ញុំផុសចូលនៅក្នុង folder រូបថតខ្ញុំចុចទៅលើរូបថតបាទអញ្ចឹងកន្លែងនេះបន្ទាប់ពីយើងបិទអាកុងតាក់ដែលខ្ញុំបង្ហាញមិញហើយគឺវាលោតពាក្យថាកំពុងរងចាំបណ្ដាញអញ្ចឹងកាលណាវាលោតពាក្យថារងចាំបណ្ដាញអញ្ចឹងវាអត់ដើរទេហើយដែលយើងត្រូវធ្វើគឺយើងចុចខ្វែងអស់មកយើងធ្វើការជ្រើសរើសរូបភាពឬក៏វីដេអូថាថ្មីបាទឥឡូវខ្ញុំចុចខ្វែងបាទខ្វែងទាំងអស់តែម្ដងបាទបន្តមកទៀតយើងចុចថ្មីបាទអូខេចុចបង្ហោះបាទចុចកន្លែងនេះមកឲ្យឃើញរូបធំបន្តិចបាទឥឡូវយើងរើសរូបសាថ្មីខ្ញុំរើសតែ2តែម្ដងបាទ
រើសតែពីរហ្នឹងទៅដើម្បីធ្វើការបង្ហាញបន្ទាប់មកយើងចុចជ្រើសរើសអូខេឃើញហើយវាកំពុងតែចាប់ផ្ដើមធ្វើការបង្ហោះហើយអូខេឥឡូវយើងបានបង្ហោះរួចមួយហើយបាទបងប្អូនឃើញណារួចរាល់ហើយអាហ្នឹងតាមល្បឿនអ៊ីនធឺណិតរបស់យើងលឿនឬក៏យឺតវាអាស្រ័យទៅលើល្បឿនអ៊ីនធឺណិតដែលយើងប្រើប្រាស់ណាអូខេអញ្ចឹងខ្ញុំបានផុសរូបភាពរួចហើយឥឡូវខ្ញុំទៅផុសវីដេអូនៅក្នុង folder វីដេអូម្ដងបាទខ្ញុំចុចថយអូខេខ្ញុំចុចទៅលើវីដេអូកន្លែង folder វីដេអូហើយយើងចុចពាក្យថាថ្មីបាទថ្មីហើយចុចបង្ហោះអូខេអញ្ចឹងខ្ញុំបញ្ជាក់មួយទៀតបើសិនជាបងប្អូនចង់ឲ្យកន្លែងហ្នឹងវាចេញរូបភាពសុទ្ធយើងចុចកន្លែងរូបភាពនេះបាទប៉ុន្តែបើសិនជាយើងចង់ឲ្យចេញវីដេអូសុទ្ធយើងចុចកន្លែងវីដេអូចង់ឲ្យចេញសំឡេងសុទ្ធយើងចុចយកកន្លែងសំឡេងហ្នឹងមកបាទអូខេអញ្ចឹងខ្ញុំចុចទៅលើយកកន្លែងវីដេអូសុទ្ធតែម្ដងអូខេអញ្ចឹងនេះសិតជាវីដេអូដែលខ្ញុំមានណាបាទអញ្ចឹងខ្ញុំចុចសកត់គ្រីសទៅលើវីដេអូ1 2បាទដើម្បីធ្វើការអាប់ឡូតបាទអូខេអញ្ចឹងខ្ញុំយកមួយនេះទៀតបាទខ្ញុំយកទៅ2ទេដើម្បីកុំឲ្យវាយូរពេកបាទបន្ទាប់ពីជ្រើសរើសវីដេអូហើយយើងចុចពាក្យថាជ្រើសរើសមកអូខេឥឡូវវាចាប់ផ្ដើមធ្វើការអាប់ឡូតបណ្ដាហើយបាទហើយមួយហើយដោយសារតែមួយហើយមុនហ្នឹងគឺនាទីវីដេអូវាខ្លីបាទអត់ដល់1នាទីទេគឺបានត្រឹមតែ5-10វិនាទីទេអញ្ចឹងมันវាហើយលឿនណាបាទអូខេឥឡូវវីដេអូដែលខ្ញុំបានផុសគឺរួចរាល់ហើយចំពោះវីដេអូដែលយើងផុសទៅនេះគឺវានៅរក្សាគុណភាព 100% តែម្ដងបាទពេលដែលយើង download ឬក៏ទាញយកមកប្រើប្រាស់វិញគឺវានៅរក្សាគុណភាពដើម 100% វាអត់ធ្លាក់គុណភាពរូបភាពដែលយើងផុសរូបភាពវីដេអូនៅលើ Facebook របស់យើងណាបាទអញ្ចឹងយើងអាចចុចទៅលើវីដេអូនឹង play អីមើលអីបានបាទយើង play មកឆ្លាញ់បាទអូខេអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចតកតងទៅនឹងការផុសឬក៏ upload នៅក្នុងកម្មវិធី Google Drive ឬក៏កម្មវិធី TAS ហ្នឹងគឺវាមានកំណត់របស់វាបាទសម្រាប់ទំហំផ្ទុកដែលគេកំណត់ឲ្យយើងប្រើប្រាស់ដោយ free ហ្នឹងគឺចំនួន 15 GB ហើយយើងមានលុយយើងអាចទិញថែមប្រមាណ GB ទៀតក៏បានដែរអញ្ចឹងបើសិនជាយើងចង់ដឹងថាយើងប្រើទំហំ GB គេអស់ប្រមាណហើយយើងអាចចុចកន្លែងសញ្ញាត្រេក3នៅខាងលើនេះបាទហើយបងប្អូននឹងឃើញកន្លែងនេះបាទបានប្រើប្រមាណហើយទំហំ GB ដែលគេ free ហ្នឹងគឺ 50G បាទអញ្ចឹងបើសិនជាយើងប្រើប្រមាណគឺនៅត្រឹមនេះបាទអញ្ចឹងបងប្អូនយល់ណាអូខេហើយមួយទៀតតកតងទៅនឹងរូបថតឬក៏វីដេអូដែលយើងចង់ download ឬក៏ទាញយកមកប្រើប្រាស់វិញអត់មានអីពិបាកទេសម្រាប់ Android គឺយើងចុចទៅលើរូបថតយើងស្វែងរករូបថតដែលយើងចង់ download ឬក៏ទាញយកនឹងមកបើចុចទៅលើរូបនឹងហើយយើងចុចសញ្ញាចុច3បាទចុចសញ្ញាចុច3បន្ទាប់មកបងប្អូនឃើញពាក្យថា download ឬក៏ទាញយកនៅកន្លែងនេះហើយបាទសញ្ញាព្រួយណាបាទអញ្ចឹងបងប្អូនគាត់តែចុចសញ្ញាទាញយកឬក៏ download នឹងមកពេលដែលវាទាញយកឬក៏ download រួចរាល់ហើយរូបភាពឬក៏វីដេអូហ្នឹងវានឹងចូលទៅក្នុងកន្លែង photo ឬក៏កន្លែងរូបថតរបស់យើងហើយបាទអូខេយល់ណាបាទប៉ុន្តែសម្រាប់ iPhone គឺយើងត្រូវសកត់ទៅលើរូបភាពមួយនឹងសិនបាទអូខេយើងសកត់ទៅលើរូបមួយនឹងឲ្យយូរហើយវានឹងលោតពាក្យថារក្សាទុករូបថតទៅក្នុង album អញ្ចឹងណាបាទហើយយើងចុចយល់ព្រមមកគឺជាការស្រេចវានឹងចូលទៅក្នុងកម្មវិធីរូបថតរបស់យើងបាទតែប៉ុណ្្នឹងទេបាទអូខេវីដេអូនេះរៀងវែងដែរខ្ញុំស្មានតែខ្លីបាទដោយសារតែខ្ញុំរៀបរាប់លម្អិតច្រើនពេកអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចជួយចុចពាក្យជាឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបងប្អូនយល់យ៉ាងណាដែរចំពោះវីដេអូមួយនេះអាចសរសេរ comment នៅខាងក្រោមវីដេអូបានហើយបើសិនជាអាចបងប្អូនជួយ share វីដេអូនេះទៅកាន់បងប្អូនយើងដទៃទៀតឲ្យគាត់បានមើលឃើញផងអរគុណ